ជម្រាបសួរបងប្អូនអ្នកទាំងអស់គ្នានៅពេលនេះខ្ញុំមកសាកល្បងបើក account ពិតប្រាកដជាមួយនឹង Interactive Broker ដោយយើងប្រើទូរស័ព្ទដៃប្រើជា app អូខេអញ្ចឹងសម្រាប់បងប្អូនអ្នកដែលចង់បើក account ដោយប្រើ computer គឺខ្ញុំមានវីដេអូលើកមុនរួចហើយប៉ុន្តែនេះគឺយើងប្រើទូរស័ព្ទដៃខ្ញុំមកទៅ app store យើងដំបូងហ្នឹងគឺយើងត្រូវ download app សិនចូលអ្នកទាំងអស់គ្នាវាយចូល IBKR បើសិនជាអាចខ្ញុំគិតថាអ្នកទាំងអស់គ្នាគួរតែប្រើ computer បើក account វិញទៅពីព្រោះខ្ញុំបើក account ជាមួយនឹង app ម្ដងហើយសាកល្បងមុននឹងវាយចុះវាយឡើងសរសេរអក្សរខុសគឺបរាជ័យត្រូវថតវីដេអូសារឡើងវិញអញ្ចឹងនេះមិនស្រួលទេដោយសារតែទី1phone វាតូចអក្សរវានៅជាប់គ្នាច្រើនហើយភ្នែកខ្ញុំមិនសូវល្អទេខ្ញុំវាយប្រើ phone គឺខ្ញុំអាចវាយខុសច្រើនមែនតើអញ្ចឹងបានខ្ញុំទិញដូរគឺខ្ញុំប្រើតែ computer បើក account បើកអីក៏ដោយគឺប្រើ computer អូខេអញ្ចឹងប៉ុន្តែនេះក៏ចង់បង្ហាញពីព្រោះប៊ុនថេងដែលគាត់បានមើលវីដេអូខ្ញុំហ្នឹងគាត់ស្នើសុំនឹងមិនដឹងជាមូលហេតុអ្វីគាត់មិនអាចបើក account ដោយប្រើ app ហ្នឹងបានអញ្ចឹងដំបូងអ្នកនរគ្នាមក download app នេះទៅយើងឃើញនេះវាយចូល IBKR យើងជ្រើសរើសយក mobile អូខេហើយខាងក្រោមនេះអ្នកនរគ្នាឃើញរូបមនុស្សលើកដៃ background ពណ៌ខ្មៅយើងចុចទៅលើ download ដោយសារតែខ្ញុំ download ហើយគេដាក់អក្សរ open អញ្ចឹងមកខ្ញុំមក app របស់ខ្ញុំដែលខ្ញុំបាន download ស្រាប់អ្នកនរគ្នាឃើញនេះខាងក្រោមគេដាក់ I have an account ខាងលើ sign up អ្នកទាំងអស់គ្នាដែលបានមាន account វឹកហាត់ដែលបើក account វឹកហាត់ដែលប្រើទូរស័ព្ទដៃហ្នឹងណាអាហ្នឹងក៏ជា account របស់យើងដែលយើងអាចបង្កើតទៅជា account ពិតប្រាកដដែលយើងគ្រាន់តែផ្ដល់នូវព័ត៌មានបន្ថែមទៅឲ្យគេប៉ុន្តែសម្រាប់ខ្ញុំគិតថាបើសិនជាអ្នកទាំងអស់គ្នាមាន account វឹកហាត់នឹងហើយគួរតែទុកសម្រាប់វឹកហាត់ទៅកុំផ្លាស់ប្ដូរដោយសារតែការវឹកហាត់គឺយើងគួរតែវឹកហាត់រហូតទៅលុយដែលមាននៅក្នុងវឹកហាត់ហ្នឹងគឺជាលុយกระดาษអ្នកទាំងអស់គ្នាខាតបង់ដោយសារតែយើងសាងកំហុសអ្វីវាមិនខាតបង់ជាលុយពិតប្រាកដអញ្ចឹងសម្រាប់ខ្ញុំទុក account វឹកហាត់ហ្នឹងនៅដដែលខ្ញុំបង្កើត account ថ្មីអូខេអញ្ចឹងបាននេះថាខ្ញុំត្រូវតែមក sign up អ្នកនរគ្នាចុចទៅលើអក្សរ sign up ហ្នឹងណាតមកទៀតព័ត៌មានអ្វីដែលគេឲ្យយើងជ្រើសរើសប្រើនៅក្នុងហ្នឹងរបៀបបើកគឺដូចគ្នានឹងបើកក្នុង computer ផងដែរគ្រាន់តែថាក្នុងទូរស័ព្ទដៃខ្ញុំវាយអក្សរខុសច្រើនអញ្ចឹងគឺមានបញ្ហាច្រើនជាដំបូងគឺ email ខ្ញុំវាយ email វីដេអូទី1របស់ខ្ញុំធ្វើវាយ email ខុសអញ្ចឹងត្រូវធ្វើសារឡើងវិញអូខេតើកាលណាអ្នកនរគ្នាវាយអ្វីខុសមួយនៅក្នុងហ្នឹងអ្នកនរគ្នាត្រូវធ្វើសារឡើងវិញឬក៏មិនអាចជោគជ័យអញ្ចឹងទៅអញ្ចឹងនេះគឺជា email ដែលខ្ញុំត្រូវពិនិត្យសារឡើងវិញ narichitchat@gmail.com អូខេហើយឈ្មោះ username គឺយើងយកមកប្រើប្រាស់ដើម្បីយើង log in ចូលក្នុង account អញ្ចឹងអ្នកនរគ្នាជ្រើសយកឈ្មោះណាដែលល្អទៅដែលអ្នកនរគ្នាស្រឡាញ់អូខេអញ្ចឹងខ្ញុំដាក់អញ្ចឹងមកអូខេចេញសញ្ញាcheck mark ពណ៌បៃតងនៅខាងស្ដាំដៃហ្នឹងបាននេះថាអូខេណានឹងបាននេះថាគេគិតថាល្អ password អ្នកទាំងអស់គ្នាត្រូវតែដាក់2ដងឲ្យត្រូវគ្នាអូខេរវាង8ខ្ទង់ទៅ40ខ្ទង់អញ្ចឹងនៅក្នុងករណីនេះខ្ញុំដាក់คล้ายៗដែរតើអូខេហើយខ្ញុំដាក់ចេះអូខេ password វាយម្ដងទៀតមានអក្សរធំអក្សរតូចតួលេខអូខេសញ្ញាដើម្បីឲ្យ password របស់យើងនឹងវាខ្លាំងកុំឲ្យគេទាយបានកាលណាអ្នកទាំងអស់គ្នាបង្កើតជា account អីហើយអ្នកទាំងអស់គ្នា complete ទៅសេទុកផង username email password របស់យើងទៅសេទុកទាំងអស់អូខេគេដាក់ check mark ពណ៌បៃតងទៀតហើយបាននេះថាអូខេទៅមុខទៀតហើយ country អ្នកទាំងអស់គ្នាទៅរក Cambodia យើងចុចមកខាងលើអូខេ Cambodia នេះចុច create account បន្ទាប់មកគេចូល choose account type នេះគឺជាប្រភេទ account ដែលយើងត្រូវបើកសម្រាប់ខ្ញុំ individual account គឺជាអ្វីដែលអាចជ្រើសរើសបានយ៉ាងស្រួលបំផុតទី2 retirement account គឺសម្រាប់តែប្រជាជននៅសហរដ្ឋអាមេរិកដែលគេបើក account ក្រោមលក្ខខណ្ឌច្បាប់នៃ account សម្រាប់ទុកអត្រេត joint account យើងបើកជាប្តីប្រពន្ធប៉ុន្តែសម្រាប់ខ្ញុំគិតថានៅអាមេរិកនេះ
មិនមែនគ្រាន់តែនៅអាមេរិកឯងខ្ញុំគិតថា joint account ខ្ញុំមិនដាក់ទេពីព្រោះយើងត្រូវជឿថាប្តីប្រពន្ធយើងអាចដាក់ទាំងពីរនឹងបានប៉ុន្តែដូចខ្ញុំនៅអាមេរិកប្តីខ្ញុំក៏មានផ្សេងខ្ញុំមានផ្សេងលុយរបស់គាត់ផ្សេងលុយរបស់ខ្ញុំផ្សេងអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសយក individual តែវាងាយស្រួលយើងផ្ដល់ព័ត៌មានទៅគេតែម្នាក់អូខេយើងមិនចាំបាច់ផ្ដល់ព័ត៌មានទាំងពីរនាក់បន្ទាប់មកបើសិនជាអ្នកទាំងគ្នាចុចចូលទៅអាខាងនេះវាបិទមកអញ្ចឹងណាអ្នកទាំងគ្នាត្រូវចុចពង្រីកវាថែមវិញអូខេបើពង្រីកហើយខាងក្រោម trust account គឺមិនត្រូវការទេមិនមែនជាអ្វីដែលយើងចង់បាន advisor account business account អាហ្នឹងក៏យើងមិនមែនចង់បានដែរ start application បន្ទាប់មកខាងនេះគឺជាព័ត៌មានរបស់យើងដែលយើងត្រូវដាក់ title Mrs លោកស្រីអីចឹងណាអូខេបើសិនជាស្រីខ្ញុំដាក់ Miss ឬក៏ Mrs ចឹងទៅប្រុស Mr អូខេខ្ញុំជ្រើសរក Miss ហើយឈ្មោះទី1គឺឈ្មោះរបស់យើងសុកមិនមែនជាឈ្មោះតកូលទេគឺឈ្មោះ first name អញ្ចឹងខ្ញុំដាក់ខា middle name របស់យើងភាគច្រើនខ្មែរអត់មានទេបើសិនជាតើគ្នាមានក៏ដាក់ទៅបើអត់មានអត់សម្រាប់ខ្ញុំអត់មានទេអញ្ចឹង last name របស់ខ្ញុំគឺសុកអូខេខ្ញុំដាក់អញ្ចឹងទៅសុកខាឈ្មោះសុកឈ្មោះខា last name សុកហើយ address ពិតប្រកប address របស់យើងហ្នឹងដើម្បីគេប្រស័យតាក់ទងប៉ុន្តែក្នុងនេះគឺខ្ញុំដាក់address คล้ายៗយើងដាក់លេខឡាតាំងលេខបារាំងអក្សរក៏អក្សរបារាំងអក្សរឡាតាំងមកដែរណាកុំដាក់អក្សរខ្មែរអញ្ចឹងខ្ញុំដាក់1 2 3អូខេជ្រើសយកមួយនេះចុះអូខេ zip code អ្នកទាំងអស់គ្នាអាចទៅ Google វាយចូល zip code នឹងបានអូខេដូចភ្នំពេញខ្ញុំដាក់ទៅក្នុង Google ថា what is the zip code of ភ្នំពេញគេវាយចេញមកណាអញ្ចឹងខ្ញុំដាក់1 07800ខ្ញុំដាក់ព្រាវទេខ្ញុំខ្ជិលទៅ Google កុំឲ្យវាខាតពេលយូរតើមកបើសិនជាអ្នកនរគ្នាមាន address ផ្សេងក្រៅពី address ដែលគេចង់ផ្សាយតាក់ទងនឹងមកអ្នកនរគ្នាចុចទៅយើងវាយ address មួយទៀតណែនេះគឺជា address ដែលគេអាចផ្សាយតាក់ទងមកជាមួយយើងប៉ុន្តែបើសិនជាអ្នកនរគ្នាមានទេ uncheck that ហើយបើសិនជាអ្នកនរគ្នាមានសញ្ជាតិក្រៅតែពីសញ្ជាតិកម្ពុជាជាប្រជាជនខ្មែរយើងចុចនឹងដែរទៅវាយចូលមកដូចគ្នាសម្រាប់ខ្ញុំអត់តបមកបើសិនជាអ្នកនរគ្នាកើតក្រៅពីតែប្រទេសកម្ពុជាកើតនៅប្រទេសផ្សេងអ្នកនរគ្នាចុចលើហ្នឹងវាយចូលព័ត៌មានអូខេសម្រាប់ខ្ញុំទាំង3ហ្នឹងគឺខ្ញុំដាក់ចំហចោលលេខទូរស័ព្ទគឺមានតែ mobile នឹងឯងអូខេសម្រាប់បងប្អូននៅស្រុកខ្មែរគឺភាគច្រើនទូរស័ព្ទដៃពិភពលោកក៏អញ្ចឹងដែរឥឡូវគេលេងប្រើទូរស័ព្ទ landline អីហើយគេប្រើតែទូរស័ព្ទដៃ location Cambodia គេដាក់ឲ្យយើងហើយដោយសារតែយើងប្រាប់គេថាយើងនៅក្នុងប្រទេសកម្ពុជាទូរស័ព្ទដៃសំខាន់បំផុតគឺក្បាល855ក្បាលកូដអន្តរជាតិពីស្រុកខ្មែរយើងគឺ855បន្ទាប់មកលេខទូរស័ព្ទរបស់យើងនៅស្រុកខ្មែរភាគច្រើនលេខកូដគឺតែងតែមានលេខ0នៅពីមុខដូចថា012 099អីអញ្ចឹងយើងកុំដាក់លេខ0អូខេយើងដាក់ត្រឹមតែ12មក12 555 555ខ្ញុំឧទាហរណ៍ណាហើយនឹងបន្តនេះគឺជាថ្ងៃខែឆ្នាំកំណើតរបស់យើងណាមុនដំបូងគឺខែអញ្ចឹងខ្ញុំជ្រើសរើសខែ2ថ្ងៃទី1 1975ខ្ញុំដាក់ឧទាហរណ៍ចឹងកុំដាក់លេខហ្នឹងអីអូខេ79តមក marriage status ខ្ញុំ single នៅលាវ married គឺរៀបការហើយ divorce លែងលះ widow គឺយើងពោះម៉ាយឬក៏មេម៉ាយអញ្ចឹងខ្ញុំជ្រើសរើស single number of dependents នេះគឺជាបុគ្គលកូនក្មេងអីណាដែលនៅក្រោមក្នុងបន្ទុកគ្រួសាររបស់យើងខ្ញុំជ្រើសរើស0អូខេ tax residency យើងដាក់នៅកម្ពុជា tax identification number នេះគឺជាតួលេខដែលប្រជាជនកម្ពុជាយើងអត់មានទេនេះគឺជាលេខសម្រាប់ប្រជាជននៅសហរដ្ឋអាមេរិកនេះគាត់មានដោយសារតែពន្ធដារគឺយើងត្រូវធ្វើប្រចាំឆ្នាំអញ្ចឹងกระดาษស្នាមដែល interactive broker ហ្នឹងគេផ្ញើមកឲ្យប្រជាជនមួយច្បាប់គេផ្ញើទៅឲ្យរដ្ឋាភិបាលមួយច្បាប់រដ្ឋាភិបាលគឺអាចផ្ទៀងផ្ទាត់គ្នាដោយប្រើតួលេខនឹងតែម្ដងអូខេអញ្ចឹងប្រជាជនខ្មែរយើងអត់មាន tax series ជាមួយនឹងអាមេរិកទេអញ្ចឹង interactive broker គេអត់ផ្ញើกระดาษស្នាមហ្នឹងមួយច្បាប់ទៅឲ្យរដ្ឋាភិបាលកម្ពុជាទេគេគ្រាន់តែផ្ញើមួយច្បាប់ទៅឲ្យរដ្ឋាភិបាលនៅអាមេរិកប៉ុន្តែដោយសារតែយើងមិនមែនជាប្រជាជនអាមេរិកអញ្ចឹងការពន្ធដារតាក់វាអត់ងាយជាប់គ្នាទេអូខេតបមកខាងក្រោមនេះគេថា
អ្នកនរគ្នាឃើញគេដាក់ check box I have a tax identification number អ្នកនរគ្នា uncheck អានឹងចេញអូខេតមកអ្វីដែលយើងអត់មានដោយសារតែមូលហេតុដែលយើងអត់មាន tin number ហ្នឹងគឺដោយសារតែខ្ញុំជ្រើសរើស the specified country does not issue tins to its resident អញ្ចឹងអ្នកនរគ្នាត្រូវចុចលើហ្នឹងអូខេ identification number យើងដាក់ Cambodia ហើយ document នេះគឺជាกระดาษស្នាមដែលគេនឹងពិនិត្យមើលតើអ្នកនរគ្នាជាប្រជាជនខ្មែរមែនមែនបើនិយាយទៅមានដូចជាអត្តសញ្ញាណប័ណ្ណបើកបរ passport alien identification card ហ្នឹងគឺ green card សម្រាប់ប្រជាជននៅសហរដ្ឋអាមេរិកនេះដែរអូខេអញ្ចឹងសម្រាប់បងប្អូននៅស្រុកខ្មែរអាចជ្រើសរើសយកបានដូចជា passport អត្តសញ្ញាណប័ណ្ណបើកបរឬក៏អត្តសញ្ញាណប័ណ្ណធម្មតាអញ្ចឹងខ្ញុំជ្រើសរើស passport បើសិនជា passport យើងយក passport របស់យើងមកយើងវាយលេខ passport យើងចូលអូខេ1 2 3 4 5ឧទាហរណ៍ដែរបើអ្នកទាំងអស់គ្នាអត់មាន passport ទេមានអត្តសញ្ញាណប័ណ្ណយើងយក national identity card number អូខេហើយយើងដាក់តួលេខនៅក្នុងកាតរបស់យើងហ្នឹងមានអ្វីខ្លះចឹងទៅណាតែប៉ុណ្្នឹងទៅហើយអូខេ Does your ID have expiration date បើសិនជាអត្តសញ្ញាណប័ណ្ណយើងហ្នឹងមានថ្ងៃហួសដលេយើងចុច yes បើអត់មានទេយើងចុច no អូខេដូចគ្នា driver license ក៏ចឹងដែរបើសិនជាអ្នកនរគ្នាជ្រើសរកប័ណ្ណបើកបរអ្នកនរគ្នាចុចទៅនេះដាក់លេខប័ណ្ណបើកបរថ្ងៃខែហួសដលេអូខេអញ្ចឹងបើនិយាយទៅអ្នកនរគ្នាអាចជ្រើសរើសយកបានច្រើនសម្រាប់ខ្ញុំប្រហែលជាយក passport អូខេខ្ញុំដាក់1 2 3 4 5 passport របស់ខ្ញុំហួសដលេខ្ញុំដាក់ឧទាហរណ៍ខែ1ថ្ងៃទី1 2030អូខេ employment គឺជាមុខងារមុខរបរយើងតើយើងធ្វើអ្វីបានលុយអ្វីដែលយើងយកទៅវិនិយោគណាសំណួរនេះបើសិនជាអ្នកនរគ្នាចង់ប្រើយុទ្ធសាស្ត្រ margin ដែលយើងខ្ចីលុយ interactive broker នឹងមកជួញដូរនេះគឺសំខាន់ប៉ុន្តែបើសិនជាអ្នកនរគ្នាគ្រាន់តែផ្ញើលុយរបស់យើងដើម្បីទៅទិញហ៊ុនទុកយកសន្សំវិនិយោគអីហ្នឹងសំណួរនេះមិនសូវជាសំខាន់ទេប៉ុន្តែក៏យើងត្រូវតែឆ្លើយនៅអ្វីដែលជាការពិតផងដែរអូខេអញ្ចឹងសម្រាប់ខ្ញុំemployment status គឺខ្ញុំអាចដាក់ខ្ញុំជា homemaker នៅផ្ទះអូខេអញ្ចឹងលុយដែលខ្ញុំបានរកមកហ្នឹងខ្ញុំអាចដាក់ allowance spousal income នេះគឺជាស្រួលដែលខ្ញុំមិនចាំបាច់បំពេញព័ត៌មានច្រើនដាក់តែប៉ុណ្្នឹងទៅយើងទៅមុខទៀតហើយ account information លុយដុល្លារគឺជាអ្វីដែលយើងចង់បានស្រួលបំផុតហើយផ្ញើពីស្រុកខ្មែរលុយដុល្លារដាក់ចូលជាលុយដុល្លារអញ្ចឹងមិនបាច់ដូរទេកន្លែងហ្នឹងកន្លែងនេះគឺជាសំណួរសម្ងាត់3ដែលអ្នកទាំងគ្នាត្រូវតែជ្រើសរើសហើយទៅសេសំណួរទុកទៅសេចម្លើយទុកនៅក្នុងសភៅផងដែរកាលណាអ្នកទាំងគ្នាភ្លេចឬក៏ log in ចូល account របស់យើងច្រើនដងពេកaccount របស់យើងហ្នឹងគឺគេ lock up ហើយគេអត់ឲ្យយើង lock ចូលម្ដងទៀតទេអញ្ចឹងអ្នកទាំងគ្នាត្រូវតែតាក់ទងទៅនឹង customer service នៅពេលដែលអ្នកទាំងគ្នា call ទៅគេនឹងសួរសំណួរទាំង3ហ្នឹងហើយតែអ្នកទាំងគ្នាឆ្លើយអត់ត្រូវគឺពិបាកអញ្ចឹងត្រូវតែទៅសេសំណួរទុកទៅសេចម្លើយទុក username ក៏ទៅសេទុក password ទៅសេទុក email ទៅសេទុកម្ដុំទៅអូខេអញ្ចឹងអ្នកទាំងគ្នាជ្រើសរើសសំណួរដែលគេមានណាយើងជ្រើសរើសសំណួរណាដែលយើងគិតថាយើងចម្លើយដែលយើងមាននឹងវាច្បាស់លាស់ស្រួលយើងចាំទៅអូខេសម្រាប់ខ្ញុំ what city ប្រហែលជាយកនេះហើយអ្នកតើនៅទីក្រុងណាដែលឪពុកម្ដាយរបស់ខ្ញុំនឹងបានជួបគ្នាខ្ញុំដាក់ចម្លើយបាត់ដំបងអូខេសំណួរទី2តើនៅទីក្រុងណាដែលអ្នករៀបការអញ្ចឹងខ្ញុំដាក់ភ្នំពេញពីព្រោះចម្លើយគឺយើងមិនអាចដាក់ដូចគ្នាបានទេអូខេតែដាក់ដូចគ្នាគេនឹងឲ្យ error មកហើយគេខុសគេអត់ចង់ឲ្យយើងដាក់ចម្លើយដូចគ្នាទេសំណួរទី3តើនៅទីក្រុងណាដែលយើងអត់ដែលបានទៅលេងហើយយើងចង់ទៅលេងខ្ញុំដាក់តូក្យូអូខេហើយរបៀបដែលអ្នកទាំងអស់គ្នាទៅសេហ្នឹងកុំភ្លេចមើលថាអក្សរតូចអក្សរធំទៅសេដូចគ្នាហ្មងណាអូខេយើងចុចទៅមុខទៀតលេខកូដ
ទូរស័ព្ទដៃដែលខ្ញុំដាក់លេខទូរស័ព្ទដៃចូលអញ្ចឹងគឺគេបានផ្ញើលេខកូដចូលទៅក្នុងទូរស័ព្ទដៃកាលណាអ្នកនរគ្នាទទួលបានលេខកូដយើងយកលេខកូដហ្នឹងមកវាយចូលយើងចុចទៅលើ submit បើអ្នកនរគ្នាអត់ទទួលបានទេយើងអាចដាក់ resend confirmation code ម្ដងទៀតបើសិនជាអ្នកនរគ្នាចុច resend ហើយត្រូវរងចាំប្រហែលជា2-3នាទីអីហ្នឹងណាពីព្រោះបើយើងចុច resend ញយពេកខ្លាច error អូខេការខ្ញុំនៅស្រុកខ្មែរខ្ញុំបើក account ឲ្យក្មួយរបស់ខ្ញុំហ្នឹងគឺខ្ញុំមិនទទួលបានលេខកូដសោះតែម្ដងនៅទូរស័ព្ទនៅដាក់លេខទូរស័ព្ទនៅស្រុកខ្មែរហ្នឹងហើយក៏អត់ទទួលបានដែរមិនដឹងមូលហេតុអ្វីប៉ុន្តែនៅពេលដែលខ្ញុំដូរមកដាក់នៅទូរស័ព្ទអាមេរិកនេះចូលផ្លុកខ្ញុំទទួលបានលេខកូដខ្ញុំវាយចូលប៉ុន្តែមានប្អូនម្នាក់ហ្នឹងគាត់មើលវីដេអូខ្ញុំគាត់ទៅបើកកុងជាមួយនឹង Interactive Broker គាត់អត់មានបញ្ហាទេគាត់ទទួលបានលេខកូដមកទូរស័ព្ទគាត់គាត់បើកកុងបានជោគជ័យប៉ុន្តែនៅពេលដែលគាត់ log in ចូល log out អីចឹងចុះឡើងទៅគាត់ឈប់ទទួលបានលេខកូដពី Interactive Broker ហ្នឹងធ្វើឲ្យ account របស់គាត់ហ្នឹងជាប់គាំងគាត់ call ទៅគេដោះស្រាយហើយមិនដឹងជាដោះស្រាយជោគជ័យហើយឬនៅទេប៉ុន្តែជាប់គាំងចឹងទៅអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់អ្នកនរគ្នាដាក់លេខកូដនេះមែនប៉ុន្តែនៅពេលដែលអ្នកនរគ្នាចុច application ជាប់អីហើយអ្នកនរគ្នាត្រូវតែ scan លេខ QR code ដើម្បីយើង log in log out នឹងវាងាយស្រួលដែលយើងគ្រាន់តែ scan ទៅលើ QR code អូខេអញ្ចឹងដោយសារតែខ្ញុំដាក់លេខទូរស័ព្ទคล้ายខ្ញុំអត់បានទទួលលេខកូដទេអញ្ចឹងខ្ញុំចុចបិទចោលសិនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបើក account ពិតប្រាកដកន្លែងចំណុចនេះបើសិនជាអ្នកទាំងគ្នាអត់ទទួលបានលេខកូដខ្ញុំមិនដឹងថានឹងអាចឲ្យអ្នកទាំងគ្នាបើកបានទៅទៀតដែរឬអត់ទេគ្រាន់តែខ្ញុំដឹងថាការខ្ញុំនៅស្រុកខ្មែរគឺខ្ញុំត្រូវតែដូរដាក់លេខទូរស័ព្ទអាមេរិកដើម្បីទទួលបានលេខកូដអូខេនឹងនៅពេលបច្ចុប្បន្ននេះទូរស័ព្ទរបស់ខ្ញុំហ្នឹងនេះនៅខាងលើនេះដែលអ្នកទាំងអស់គ្នាឃើញពាក្យ confirm ហ្នឹងដោយសារតែខ្ញុំមិនបានចុចលេខកូដចូលអញ្ចឹងmessage មួយនេះគឺនឹង load បន្តអត់ទៅណាទេតតែគ្នាអ្នកទាំងអស់គ្នាដាក់លេខកូដចូលបាន message មួយហ្នឹងវាបាត់អូខេតមកយើងមកមើល account type ដែលសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាគឺជ្រើសរើសយក cash margin នេះគឺជា account ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់ដោយយើងខ្ចីលុយពី Interactive Broker មកទិញមានហានិភ័យខ្លាំងមែនទែនអញ្ចឹងអ្នកទាំងអស់គ្នាកុំជ្រើសរើសយកតែ cash ទៅបានហើយអូខេ income and worth នេះគឺជាចំណូលរបស់យើងតើក្នុងមួយឆ្នាំយើងបានប្រមាណខ្ញុំជ្រើសយកតែអាណាតិចជាងគេអញ្ចឹងទៅកុំឲ្យយើងញ៉ៃក្រោម 40000 net worth ក្រោម 5000 liquid net worth នេះគឺជាទ្រព្យរបស់យើងដែលជាលុយកាក់មិនមែនជាផ្ទះសម្បែងមិនមែនជាឡានដែលមិនមែនមានការលក់ស្រួលណាអញ្ចឹងខ្ញុំជ្រើសរើសក្រោម 5000 ហ្នឹងដែរបន្តមក investment objective and trading purpose នេះគឺអ្នកទាំងអស់គ្នាឃើញសញ្ញាពណ៌បៃតងមកតក់បៃតងពីរតក់ហ្នឹងបានន័យថាវាអត់មានហានិភ័យប្រហែលទេប៉ុន្តែពណ៌ទឹកក្រូច3តក់ហ្នឹងគឺហានិភ័យខ្លាំងហើយពណ៌ក្រហម4តក់គឺកាន់តែមានហានិភ័យអញ្ចឹងសម្រាប់ខ្ញុំជ្រើសរើសតែពីរលើអូខេ stock experience បទពិសោធន៍របស់យើងខ្ញុំគិតថាដាក់0បានអូខេ0ហើយ no knowledge ឬក៏ limited knowledge ចឹងទៅអូខេ option នេះគឺជាយុទ្ធសាស្ត្រទិញដូរភាគហ៊ុនដែលខ្ញុំបាននិយាយបានហើយជា2វីដេអូហើយសម្រាប់អ្នកនរគ្នាដែលថ្មីថ្មោងកុំជ្រើសរើសនៅពេលណាដែលយើងមានបទពិសោធន៍ច្រើនយើងចង់បាន option យើងអាចសុំ IBKR នេះដូរ account យើងឲ្យមាន option នឹងបានអូខេអត់បញ្ហាទេប៉ុន្តែនៅពេលបច្ចុប្បន្ននេះខ្ញុំអត់ចុចយកទេហើយនឹងអានេះក៏ខ្ញុំអត់ចុចយកដែរអូខេហើយចុចទៅមុខទៀតសំណួរគេសិនអានេះគេសួរយើងថាតើនៅយើងឬក៏អ្នកណាម្នាក់នៅក្នុងគ្រួសាររបស់យើងនឹងដែលយើងកម្រងនឹងដាក់ចូលនៅក្នុង account ហ្នឹងមានជាបុគ្គលិកនៅក្នុងក្រុមហ៊ុនជួញដូរនៅក្នុងទីផ្សារដែរឬអត់អញ្ចឹងចម្លើយគឺ no អូខេសម្រាប់ខ្ញុំបើអ្នកទាំងអស់គ្នាមានដាក់ yes ហើយសំណួរមួយទៀតហ្នឹងគេសួរថាតើយើងឬក៏អ្នកណាម្នាក់ដែលអ្នកទាំងអស់គ្នាកម្រងដែលនៅដាក់ចូលនៅក្នុង account ហ្នឹងមានការគ្រប់គ្រងទៅលើក្រុមហ៊ុនដែលមានការជួញដូរនៅក្នុងទីផ្សារសម្រាប់ខ្ញុំគឺអត់អូខេបន្តមកទៀតតើយើងឬក៏អ្នកណាម្នាក់ដែលយើងនៅក្នុងគ្រួសាររបស់យើងហ្នឹងគឺជាបុគ្គលិករបស់ក្រុមហ៊ុន register broker ដូចជា Interactive Broker ឬក៏ស្អីហ្នឹងមានដែរឬទេបើអញ្ចឹងសម្រាប់ខ្ញុំគឺអត់អូខេតមកខ្ញុំចុចភ្លេចទៅ how did you hear about us how did you hear about us ខ្ញុំដាក់
YouTube ទៅពីព្រោះខ្ញុំអ្នកធ្វើ YouTube អូខេតបមកខ្ញុំចុចទៅ continue ហើយអ្វីដែលខ្ញុំធ្វើនៅក្នុងវីដេអូនេះជាមួយ Interactive Broker គឺខ្ញុំអត់បានទទួលចំណូលពីលុយកាក់អីខាងនឹងទេខ្ញុំធ្វើនេះគឺបើនិយាយទៅវីដេអូរបស់ខ្ញុំទាំងប្រហែលគឺអត់បានលុយអីទាំងអស់អូខេដែលខ្ញុំមិនមានទំនាក់ទំនងជាមួយទេអញ្ចឹងនៅខ្ញុំនិយាយអញ្ចឹងនៅខាងលើអ្នកនរគ្នាឃើញ message គេដាក់ confirm ហ្នឹងណាទូរស័ព្ទដៃដោយសារតែខ្ញុំអត់មានលេខកូដវាយចូលអញ្ចឹង message ហ្នឹងគឺនៅតែ load បន្តអញ្ចឹងអ្នកនរគ្នាត្រូវតែដាក់លេខកូដចូលអូខេតបមកនេះគេឲ្យយើងពិនិត្យមើលទៅលើឈ្មោះរបស់យើងអីតើត្រឹមត្រូវដែរឬទេអញ្ចឹងពិនិត្យមើលម្ដងមួយអញ្ចឹងណាអ្នកនរគ្នា address ហ្នឹងគឺសំខាន់ហើយថ្ងៃខែឆ្នាំកំណើតសំណួរលេខ4នេះគឺយើងអត់មានទេលេខ5ក៏យើងអត់មានហើយបន្ទាប់មកខាងក្រោមនេះគេដាក់treaty benefits នេះគឺជាពន្ធដារសិទ្ធិសញ្ញាពន្ធដាររវាងប្រទេសកម្ពុជាហើយនិងប្រទេសអាមេរិកអត់មានអញ្ចឹងអ្វីដែលខ្ញុំឆ្លើយណាបើអ្នកទាំងអស់គ្នាអត់យល់ច្បាស់អ្នកទាំងអស់គ្នាមកចុចទៅលើសំណួរនេះឃើញទេសំណួរនេះគេឲ្យយើងជ្រើសរើសលើប្រទេសណាដែលមានថាទីជាមួយប្រទេសកម្ពុជាអត់ឃើញមាននៅក្នុងនោះទេអញ្ចឹងខ្ញុំជ្រើសរើសមួយនេះ I do not qualify for US tax treaty benefit ចុចទៅលើហ្នឹងណាតើមកយើងមកខាងក្រោមទៀតអានេះគេថាគេឲ្យយើងនឹងយល់ស្របហើយនឹងបញ្ជាក់ប្រាប់គេនៅក្រោមច្បាប់អានេះតនកម្មអីនេះខ្ញុំមិនដឹងទេ perjury ប៉ុន្តែបើយើងកុហកគេព័ត៌មានណាคล้ายៗដូចថាយើងនៅប្រទេសអាមេរិកប៉ុន្តែយើងកុហកគេថាយើងនៅខ្មែរអីចឹងអាហ្នឹងគឺជាការកុហកអញ្ចឹងអ្នកនរគ្នាដាក់ព័ត៌មានឲ្យត្រឹមត្រូវអូខេយើងត្រូវឆ្លើយ yes បានន័យថាយើងអត់មានកុហកគេទេព័ត៌មានដែលយើងដាក់ឲ្យគេហ្នឹងគឺត្រឹមត្រូវ 100% បន្តមកទៀតគេថាយើងត្រូវយល់ស្របនឹងពីរឿងពន្ធដារហ្នឹងផងដែរដោយសារនៅសហរដ្ឋនេះរឿងពន្ធដារគឺកិច្ចមិនរួចទេប៉ុន្តែបើសិនជាយើងនៅស្រុកខ្មែរដោយសារតែយើងអត់មានសិទ្ធិសញ្ញាពន្ធដារជាមួយសហរដ្ឋអាមេរិកនេះអញ្ចឹងអ្វីដែលយើងចំណេញបានពីការវិនិយោគនៅលើទីផ្សារនៅអាមេរិកអ្នកទាំងអស់គ្នាមិនចាំបាច់ធ្វើពន្ធដារនៅអាមេរិកទេអូខេប៉ុន្តែបើសិនជាយើងទិញក្រុមហ៊ុនណាដែលគេឲ្យជា dividend ឬក៏អីហ្នឹងហើយក្រុមហ៊ុនហ្នឹងដកពន្ធដារទុកឲ្យអ្នកទាំងអស់គ្នាក៏មិនអាច claim យកទៅវិញផងដែរអូខេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំចុច yes ទៅលើពីរហ្នឹងបន្ទាប់មកគេឲ្យយើងស៊ីញេណាបើសិនជាអ្នកទាំងអស់គ្នាដាក់ខាសុកខាគឺឈ្មោះសុកគឺត្រកូលអ្នកទាំងអស់គ្នាស៊ីញេក៏អ្នកទាំងអស់គ្នាត្រូវស៊ីញេដូចគ្នាដែរអូខេខាសុកបើអ្នកនរគ្នាឃើញ check mark នេះពណ៌បៃតងបានន័យថាត្រឹមត្រូវហើយបើមិនជាខ្ញុំដាក់អញ្ចេះវិញណាឥឡូវខ្ញុំឧទាហរណ៍ឃើញ check mark ពណ៌ក្រហមនេះអត់ទេខុសហើយវាអត់ឲ្យយើងទៅមុខទេអញ្ចឹងអ្នកនរគ្នាត្រូវកែសារឡើងវិញអូខេអញ្ចឹងខ្ញុំដាក់អញ្ចេះវិញពណ៌បៃតងចេញមក continue នៅខាងលើអ្នកនរគ្នាឃើញ3 4តក់នេះនៅឥឡូវហ្នឹងចំណុចសយើងជិតមកដល់ចុងបញ្ចប់ហើយដូចខ្ញុំបញ្ជាក់ដដែលរឿងទូរស័ព្ទណាឃើញទេគេឲ្យនៅតែឲ្យយើង confirm នៅ phone number ហ្នឹងអ្នកទាំងអស់គ្នាចុច confirm ចុចលេខកូដចូលអូខេបើសិនជាអ្នកទាំងអស់គ្នាចាំមកសន្ទុះហើយនៅតែមិនទទួលបានលេខកូដមកដល់ចំណុចនេះអ្នកទាំងអស់គ្នាអាចចុច confirm ម្ដងទៀតសារឲ្យគេ resend លេខកូដឲ្យយើងម្ដងទៀតណាហើយចាំវាយលេខកូដចូលអញ្ចឹងបានថាសំណួរ error នេះនឹងចេញបន្តរហូតអូខេតមកទៀតខាងក្រោមនេះខ្ញុំមិនបាច់ដាក់ enroll ទេខ្ញុំលងចោលខ្ញុំទៅមុខទៀតអូខេដូចខ្ញុំនិយាយអញ្ចឹង you must verify your email address to complete this application អញ្ចឹងនេះគឺជាជំហានដែលមិនអាចរំលងបានទេគឺយើងត្រូវតែទៅមើល email របស់យើងហើយនឹងទូរស័ព្ទក៏ត្រូវ confirm ដែរអូខេនៅពេលដែលអ្នកនរគ្នាបើក account ពិតប្រាកដអញ្ចឹងខ្ញុំមកមើល email របស់ខ្ញុំសិនតើនៅមានអ្វីអត់អូខេខ្ញុំទទួលបាន email ពី Interactive Broker ខ្ញុំចុចចូល email របស់ខ្ញុំអូខេនេះខ្ញុំ confirm email ខ្ញុំត្រូវតែចុច confirm email ហ្នឹងសិនបន្ទាប់មកខ្ញុំទៅយើងចុចទៅលើហ្នឹងក៏បានឥឡូវយើងមិនបាច់សាកយើងមិនបាច់ចុចទៅលើ open IBKR Mobile ទេខ្ញុំចុចមក app នេះដដែលអូខេឥឡូវមើលទៅដូចយើង confirm ហើយអស់ហើយអូខេខ្ញុំមកខាងក្រោមហើយនេះគឺជាការសន្យាកុងត្រាដែលគេឲ្យយើងត្រូវចុច agree ទាំងអស់
និយាយទៅយើងគួរតែអានយល់ដឹងខ្លះដែរប៉ុន្តែក្នុងឧទាហរណ៍នេះចុចទាំងអស់ទៅសញ្ញាម្ដងទៀតខាសុកអូខេសញ្ញាបៃតងបានន័យថា good ដែរយើងទៅ continue ចុចគាំងOkay, we are setting up your account បានន័យថានៅពេលនេះគឺគេកំពុងតែរៀបចំ account របស់យើងហើយអូខេមានបញ្ហាអ្វីទៀតគេឲ្យយើងមកពិនិត្យមើលទៅលើpassport របស់យើងហើយនឹងថ្ងៃខែហួរដលេពិនិត្យមើលម្ដងទៀតហើយនឹងដាក់លេខទូរស័ព្ទលេខកូដទូរស័ព្ទចូលអូខេអញ្ចឹងខ្ញុំសាកទៅ continue ម្ដងទៀតអូខេមើលទៅដូចបានជោគជ័យហើយប៉ុន្តែទូរស័ព្ទលេខកូដគឺត្រូវតែ confirm ដដែលអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចទទួលបានលេខកូដហ្នឹងអូខេ choose verification method ក្នុងនេះគេឲ្យយើងដាក់ yes streamline faster verification time អូខេនេះគឺនៅពេលដែលយើង log in ចូលតើគេឲ្យ option អ្វីខ្លះនៅពេលនេះអ្នកទាំងអស់គ្នាអាចចុចបាននេះគឺជាចំណុចដែលគេត្រូវ verify ជាមួយយើងណាទី1អ្នកទាំងអស់គ្នាអាចចុចទៅcontinue បានអូខេកន្លែងនេះ continue to complete streamline verification allow location service on mobile ទូរស័ព្ទដៃអ្នកទាំងអស់គ្នាអញ្ចឹងយើងអាចចុចទៅនឹងបានឬក៏ manual document upload នេះអ្នកទាំងអស់គ្នាអាចចុចទៅលើនេះបានប៉ុន្តែសម្រាប់ខ្ញុំប្រហែលជាចុចទៅ manual document upload ដែរដែលខ្ញុំថតនៅលើpassport ឬក៏អត្តសញ្ញាណប័ណ្ណដែលយើងប្រើប្រាស់មុនហ្នឹងហើយប្រហែលជាត្រូវការរូបអីទៀតក៏ខ្ញុំមិនដឹងដែរប៉ុន្តែនេះគេថា photograph of each document រូបថតដែលយើងមាននៅលើអត្តសញ្ញាណប័ណ្ណថតទាំងមុខថតទាំងក្រោយអូខេកាតហ្នឹងថតមុខផងក្រោយផងបន្ទាប់មកយើង upload document ហ្នឹងចេញអញ្ចឹងអ្នកទាំងអស់គ្នាចុចទៅ continue ណាបើសិនជាអ្នកទាំងអស់គ្នាជ្រើសរើសយកទី1អ្នកទាំងអស់គ្នាចុច continue គេនឹងប្រាប់ពីអ្វីដែលអ្នកទាំងគ្នាអាចជ្រើសរើសយកបានអូខេប៉ុន្តែក្នុងនេះដោយសារតែខ្ញុំបង្កើត account คล้ายៗនៅអាមេរិកអញ្ចឹងខ្ញុំចុច no thank you សិនចុច no thank you មកចំណុចសារឡើងវិញអ្នកទាំងគ្នាត្រូវចុចទៅ manual document upload អ្នកទាំងគ្នាអាចចុចទៅ continue នឹងបានអូខេនេះគឺជាអ្វីដែលអ្នកទាំងគ្នាត្រូវ upload ហើយអ្នកទាំងគ្នាគ្រាន់តែចុចទៅលើ choose file ទៅវាទៅរូបថតរបស់យើងបើមិនអញ្ចឹងទេអ្នកទាំងគ្នាចុចទៅខាងក្រោមនេះ scan ណាថតយកកាតឬក៏ passport របស់យើងមកដាក់មុខទូរស័ព្ទទៅចុចទៅលើ scan now ហ្នឹងវា scan ឲ្យអូតូហើយអញ្ចឹងអ្នកទាំងគ្នាជឿរកជំរើសទី2នេះមកណានេះ scan now ហ្នឹងទៅបានហើយអូខេក្តារស្នាមដែលគេត្រូវការហ្នឹងដូចយើងបើយើងដាក់ passport យើងថត passport របស់យើងថតនៅកន្លែងណាដែលមានព័ត៌មានរបស់យើងមានរូបថតមានអីចឹងណាបើអ្នកទាំងអស់គ្នាដាក់កាតអត្តសញ្ញាណប័ណ្ណថតទាំងមុខថតទាំងក្រោយ scan ទាំងមុខទាំងក្រោយទាំងទៅអូខេទៅចុច close មកហើយអូខេឥឡូវខ្ញុំមើលទៀតតើនៅមានបញ្ហាទៀតអូខេមានតែប៉ុណ្្នឹងឯងបន្ទាប់មកនេះ fund account ហើយខាងនេះ confirmation number របស់ទូរស័ព្ទរបស់យើងដោយសារតែខ្ញុំអត់មានអញ្ចឹងគឺនៅចំហតទេដដែលហើយបន្ទាប់មក document ដែលអ្នកទាំងគ្នាត្រូវផ្ញើឲ្យគេដែលខ្ញុំបង្ហាញ scan នៅមុនហ្នឹងហើយបន្ទាប់មកទៀតphoto ID ហើយ submit document to verify your credential address បើសិនជាអ្នកទាំងគ្នាមានpassport យើងអាចបញ្ជាក់បានបើមិនចឹងទេមានបងกระดาษភ្លើងទឹកអីដែលមាន address របស់យើងអាចយកមកបញ្ជាក់បានដែរអូខេតែប៉ុណ្្នឹងឯងបន្ទាប់មកយើង upload document ទៅហើយ open additional account អីនេះខាងក្រោមវាអត់មានតាក់ទងអ្វីទេអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាជាប់អស់ហើយណាគឺអ្នកទាំងអស់គ្នា complete download agreement របស់យើងនឹងផងឬក៏ print application ហ្នឹងណាអ្នកទាំងនេះចុច print ទៅហើយអូខេមានតែប៉ុណ្្នឹងឯងប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាធ្វើបានជោគជ័យអីអស់ហើយខ្ញុំ cancel application នេះសិនណាអូខេអ្នកទាំងអស់គ្នា complete ត្រូវ
scan QR code ដោយអ្នកទាំងគ្នាមកកន្លែងនេះ IB key authentication អ្នកទាំងគ្នាទៅចុចហ្នឹងទៅអ្នកទាំងគ្នា add username បន្ទាប់មកអ្នកទាំងគ្នាចុចទៅ continue enter your account username password and continue ឬក៏អ្នកទាំងគ្នាចុចទៅ set up កន្លែងនេះឬហើយទៅ scan អូខេអ្នកទាំងគ្នាត្រូវ scan QR code ហ្នឹងចូលអូខេមានតែប៉ុណ្្នឹងបើអ្នកទាំងគ្នាអាចសាកល្បងបានហើយបើមានបញ្ហាអ្វីដាក់មតិមកខ្ញុំនឹងសាកល្បងមើលថាតើបញ្ហាហ្នឹងដោយសារអ្វី